Bà chị Thom Sông Group Ai Đom Mà Đất Lời Chân Na Scott Chị Ca Này Scott Chị Lai Phụ Minh Nị Thị Sa Nâng Chị Sa Sẽ Thực Kênh Ai Đom Scott Chị Ca Rôm Ai Đom Lụi Tiêu Bật Bờ Rôm Nâng Sa Sa Cha Này Scott Chị Lai Phụ Minh Nị Thị Sa Nâng Chị Sa Sẽ Thực Kênh Ai Đom Kẹt Lịch Hạ Thực Ca Rôm Này គណៈអគ្គលេខាធិការឋានគណៈកម្មការដឹកនាំការកែតម្រង់ច្បាប់សហការីរបស់ខ្ញុំទាំងអស់ដែលជាអ្នកជំនាញការនៅអគ្គលេខាធិការឋានគណៈកម្មការដឹកនាំការកែតម្រង់ច្បាប់សូមក្រាបថ្វាយបង្គំសាមណនិស្សិតអាយដាមបាទបងប្អូននិស្សិតទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីនាថ្ងៃនេះទី1គឺខ្ញុំមានសេចក្តីសប្បាយរីករាយបាទដែលបានមករៀបចំកម្មវិធីផ្សព្វផ្សាយពាក់ព័ន្ធជាមួយនឹងការងារកែតម្រង់ច្បាប់របស់រាជរដ្ឋាភិបាលនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះហើយតាមរយៈនេះក៏សូមគោរពថ្លែងអំណរគុណចំពោះអាយដាមបណ្ឌិតលុយចន្ទនានិងសហការីដែលបានសហការក្នុងការរៀបចំនៅកម្មវិធីនេះហើយបើនិយាយចំទៅថាអាយដាមបណ្ឌិតលុយចន្ទនាអត់មានការរៀបរែកទេគឺពេលដែលខ្ញុំស្នើសុំថារៀបចំកម្មវិធីនេះភ្លាមគឺអាយដាមឯកភាពហើយសហការរៀបចំហើយថ្ងៃនេះក៏សប្បាយចិត្តដែរដែលឃើញវត្តមានរបស់សាមណនិស្សិតក៏ដូចជាបងប្អូននិស្សិតជាច្រើនបាទចូលរួមនៅក្នុងកម្មវិធីនេះទោះបីថាបន្ទប់រៀងក្តៅតិចមែនប៉ុន្តែដូចជាមើលទៅមិនជាអីទេបាទយើងអាចដំណើរការនៅកម្មវិធីរបស់យើងបាទហើយមុននេះបានស្ដាប់អាយដាមបណ្ឌិតលុយចន្ទនាដែរថាបន្តិចទៀតទៅយើងនឹងមានអគារមានអីបន្ថែមបាទហើយកន្លែងទីតាំងនេះនឹងត្រូវផ្លាស់ប្ដូរបាទផ្លាស់ប្ដូរមុខមាត់ទៅជាអគារខ្ពស់ស្កឹមស្កៃវិញបាទហើយខ្ញុំក្នុងនាមជាអ្នកដែលធ្លាប់សិក្សានៅទីនេះដែរក៏មានសេចក្តីសប្បាយរីករាយដែរដែលបានត្រឡប់មកសាលាយើងហៅសាលារបស់យើងវិញហើយជាពិសេសគឺជួបជាមួយនឹងរៀមច្បងបាទដែលជាគ្រូរបស់ខ្ញុំផងហើយក្រោយមកជាសហការីផងបាទអញ្ចឹងនៅទីនេះដូចបងស្មីបងភ័ណ្ឌបាទហៅលោកគ្រូលោកគ្រូស្មីលោកគ្រូភ័ណ្ឌលោកគ្រូរុនប៉ុនរិទ្ធអ្នកគ្រូធីតាបាទគឺសប្បាយចិត្តបាទបានមកទីនេះហើយតាមរយៈនេះគឺការដែលជ្រើសរើសសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដើម្បីរៀបចំនៅការផ្សព្វផ្សាយអំពីការកែតម្រង់ច្បាប់នៅទីនេះក៏មិនមែនជារឿងចៃដន្យដែរបាទហើយខ្ញុំចង់បញ្ជាក់ដែរថាតាំងតែពីការបង្កើតគណៈកម្មការដឹកនាំការកែតម្រង់ច្បាប់នៅក្នុងអាណត្តិថ្មីនេះមកនេះគឺជាលើកទី1ដែលអគ្គលេខាធិការឋានគណៈកម្មការដឹកនាំការកែតម្រង់ច្បាប់រៀបចំកម្មវិធីផ្សព្វផ្សាយអំពីការកែតម្រង់ច្បាប់នេះបាទហើយរើសយកសាកលវិទ្យាល័យយើងដំបូងគេនេះបាទគឺអាចថាទី1ជាការសម្ដែងនៅការដឹងគុណបាទដល់សាកលវិទ្យាល័យរបស់យើងហើយជាពិសេសគឺជាកន្លែងមួយដែលខ្ញុំបានសិក្សារៀនសូត្របាទបានចំណេះដឹងបាទទាំងចំណេះដឹងផងទាំងសុជីវធម៌ផងទាំងសិលធម៌ផងបាទហើយក៏បានមានការរីកចម្រើនមានការលូតលាស់បាទជាពិសេសគឺនៅក្នុងអាជីពការងារបាទអញ្ចឹងសំដែងនៃការដឹងគុណផងប៉ុន្តែទី2គឺក៏ចង់ថាឲ្យយើងហៅជា privilege ណាបបិសិទ្ធមួយសម្រាប់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផងឲ្យបានដឹងអំពីអ្វីដែលជាកិច្ចការងារពាក់ព័ន្ធជាមួយនឹងការកែតម្រង់នេះ
បាទហើយដែលយើងហៅថាជាការកែតម្រង់ច្បាប់ហើយតាមរយៈបញ្ជីវត្តមានសមាជិកភាពដែលចូលរួមឃើញថាយើងមានអ្នកដែលរៀនច្បាប់ផងរៀនបាទដូចច្បាប់ភាសាខ្មែរផងភាសាអង់គ្លេសផងមានអ្នករៀនខាងទំនាក់ទំនងអន្តរជាតិមានអីបាទហើយដែលប្រធានបទរបស់យើងនេះគឺជាប្រធានបទមួយដែលដោយអាដាមដិតលុយចន្ទនាលើកឡើងមុននេះគឺថាវាមានសារៈសំខាន់ហើយជាប្រយោជន៍បាទសម្រាប់យើងដែលជាសាមណនិស្សិតដែលជានិស្សិតហើយជាពិសេសគឺអ្នកដែលយើងហៅថារៀននៅឆ្នាំទី3ឆ្នាំទី4ដែលចិត្តនឹងបញ្ចប់នៅការសិក្សារបស់ខ្លួនតាក់ទងជាមួយនឹងកិច្ចការងារកែតម្រង់នេះបាទយើងអ្នករៀនច្បាប់យើងដឹងថាបាទមិនថាតែអ្នករៀនច្បាប់ប៉ុន្តែទូទៅក៏អាចយល់ដែរថានៅក្នុងសង្គមយើងមាននិយមច្រើនដែលមកគ្រប់គ្រងទំនាក់ទំនងរបស់យើងណាអញ្ចឹងយើងបានរៀនហើយថាវាមានជានិយមសិលធម៌ទំនៀមទម្លាប់ប្រពៃណីសាសនាសុជីវធម៌បាទហើយបន្ថែមពីលើហ្នឹងក៏វាមានច្បាប់ដែរហើយដែលនិយមទាំងអស់នេះគឺពេលខ្លះវាជាន់គ្នាវាដូចគ្នាពេលខ្លះក៏ទទួលឥទ្ធិពលពីគ្នាទៅវិញទៅមកប៉ុន្តែនិយមមួយដែលយើងហៅមានលក្ខណៈចាប់បង្ខំឲ្យយើងគោរពទាំងអស់គ្នាហ្នឹងគឺយើងមានច្បាប់ហើយយើងរៀនច្បាប់យើងបានដឹងអំពី rational អំពីហេតុផលដែលនាំឲ្យមានការបង្កើតច្បាប់បាទច្បាប់មួយដែលវាមានលក្ខណៈយើងហៅអព្យាក្រឹតវត្ថុវិស័យ objective ហើយដែលយើងហៅនៅចំណុចកណ្ដាលមួយសម្រាប់យកមកគ្រប់គ្រងទៅលើអិរិយាបថទៅលើទំនាក់ទំនងរបស់ពួកយើងនៅក្នុងសង្គមបាទហើយកម្ពុជាយើងក៏ក្នុងប្រវត្តិសាស្ត្ររបស់យើងនេះក៏យើងបានរៀបចំឲ្យមានជាច្បាប់មានជាអីនេះមកផងដែរហើយដែលថ្ងៃនេះបាទក៏អាចរំលឹកឡើងវិញដែរតាក់ទងនឹងការជំរើសយកប្រព័ន្ធច្បាប់តើយើងយកប្រព័ន្ធច្បាប់មួយណារបៀបខាងអង្គឡូសាក់សុងឬក៏របៀបខាង civil បាទអាហ្នឹងគឺសុទ្ធតែជាជំរើសបាទនៅក្នុងប្រព័ន្ធច្បាប់ធំហើយដែលពេលខ្លះវាមានឥទ្ធិពលមកលើប្រទេសរបស់យើងផងដែរបាទប៉ុន្តែអ្វីដែលជាកម្មវត្ថុនៃការលើកយកមកបញ្ជាក់នៅក្នុងសិក្ខាសាលាយើងថ្ងៃនេះប្រវត្តិសាស្ត្ររបស់កម្ពុជាយើងវារាប់ពាន់ឆ្នាំហើយប៉ុន្តែដែលលើកជាសំខាន់គឺក្រោយឆ្នាំ1979បាទហើយលើក79បាទរហូតមកដល់ពេលនេះបាទវា46ឆ្នាំហើយដែលយើងកសាងប្រទេសឡើងវិញពីចំណុច0បាទហើយខ្ញុំលើកចំណុចនេះគឺបានន័យថាការកសាងប្រទេសក៏វាដើរទន្ទឹមគ្នាជាមួយនឹងការកសាងច្បាប់ដែរបាទវាត្រូវមានច្បាប់សម្រាប់យកមកគ្រប់គ្រងយកមកធ្វើការដឹកនាំទំនាក់ទំនងសង្គមរបស់យើងបាទដល់តាក់ទងជាមួយនឹងការកសាងច្បាប់នៅប្រទេសយើងបាទ79ដល់93បាទ93យើងមានរដ្ឋធម្មនុញ្ញថ្មីហើយពី93មកយើងដំណើរការដែលយើងបានជ្រើសរើសយកបែបផែនមួយដែលយើងហៅថាជាប្រទេសនីតិរដ្ឋបាទអញ្ចឹងនីតិរដ្ឋយើងគោរពយើងលើកតម្កើងច្បាប់ជាធំបាទហើយយើងខិតខំប្រឹងប្រែងកសាងច្បាប់អញ្ចឹងរយៈពេលបាទបើថាពី93មករយៈពេល30ឆ្នាំជាងគឺយើងកែតម្រង់
វិស័យច្បាប់របស់យើងនេះតាមរយៈការខិតខំប្រឹងប្រែងកសាងច្បាប់សម្រាប់យកមកគ្រប់គ្រងនៅក្នុងប្រទេសរបស់យើងបាទហើយការកែតម្រង់ដែលយើងបានចាប់ផ្ដើមដំបូងធំជាងគេគឺនៅឆ្នាំ2003បាទហើយនៅពេលនោះគឺយើងធ្វើការកែតម្រង់ទាំងច្បាប់ហើយនឹងវិស័យតុលាការបាទគឺយើងហៅវិស័យយុត្តិធម៌បាទចឹងពី2003មកបាទប៉ុន្តែយើងនិយាយទៅថាពី93មកនេះគឺយើងខិតខំប្រឹងប្រែងធ្វើច្បាប់បាទហើយយើងធ្វើច្បាប់នេះភាគច្រើនពេលចាប់ផ្ដើមនេះគឺមិនសូវមានខ្មែរយើងបានធ្វើទេបាទច្រើនតែជំនាញការបរទេសគេមកជួយបាទព្រោះយើងដឹងហើយថាធនធានមនុស្សរបស់យើងត្រូវខ្មែរក្រហមសម្រាប់ចោលស្ទើរអស់ហើយបាទហើយបើថានិយាយជាប្រវត្តិវិញអ្នកច្បាប់តែនិយាយគឺថាក្រោយសម័យប៉ុលពតមកអ្នកដែលរៀនច្បាប់បកែសល់តែ6នាក់ទេបាទហើយយើងបាទហើយបន្ទាប់មកបានខិតខំបដិបដាលបាទវគ្គដែលយើងហៅកាលហ្នឹងមាន DECP មានអីបាទជាបន្តបន្ទាប់បាទអញ្ចឹងការរៀបចំគឺយើងតាមតែជំនាញការអញ្ចឹងជំនាញការបារាំងជំនាញការអាមេរិកជំនាញការកាណាដាហើយធម្មតាទេគឺតែរៀនច្បាប់ប្រទេសណាចេះច្បាប់ប្រទេសហ្នឹងហើយបើចេះច្បាប់ប្រទេសហ្នឹងគឺពេលដែលយកមកសរសេរច្បាស់ជាគំនិតចេញពីហ្នឹងហើយណាអញ្ចឹងហើយបានយើងកសាងច្បាប់ជាបន្តបន្ទាប់មកគឺជាច្បាប់មួយដែលពេលខ្លះគឺជាគំរូគឺជា model ចេញពីប្រទេសគេពីបរទេសហើយនៅស្រុកយើងអ្នកផ្ដល់ជំនួយមានគ្រប់មានយើងហៅនិយាយចំថាមកទាំងពីប្រព័ន្ធ common law ដែលខ្ញុំហៅថាប្រព័ន្ធច្បាប់អង្គរសាសន៍នេះហើយទាំងប្រព័ន្ធ civil law ប្រព័ន្ធច្បាប់ civil បាទអញ្ចឹងមកទាំងអស់បាទហើយយើងក៏ទទួលទាំងអស់ដែរនៅក្នុងការរៀបចំនៅច្បាប់សម្រាប់គ្រប់គ្រងហើយមកដល់ពេលនេះយើងមានច្បាប់របស់យើងជាង600បាទឥឡូវដូចថែមទៀត644 45អីបាទដែលយើងហៅជាច្បាប់តែម្ដងតែត្រូវបានសភាទាំង7អាណត្តិបានអនុម័តបាទអញ្ចឹងយើងរៀបចំដោយទទួលនៅយើងហៅជំនួយបច្ចេកទេសពីបរទេសហើយដែលតាមរយៈហ្នឹងវាធ្វើឲ្យប្រព័ន្ធច្បាប់យើងគឺជាប្រព័ន្ធមួយដែលវាមានលក្ខណៈចម្រុះបាទហើយចម្រុះឥឡូវមកដល់ពេលនេះយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីកំណត់ថាតើប្រព័ន្ធច្បាប់កម្ពុជាយើងជាប្រព័ន្ធច្បាប់អីណាយើងហៅកំណត់អត្តសញ្ញាណនៃប្រព័ន្ធច្បាប់របស់កម្ពុជាយើងបាទហើយតើទៅមុខយើងចង់បានប្រព័ន្ធរបៀបម៉េចណា common law civil law ឬក៏ប្រព័ន្ធបែបកម្ពុជាបាទណាអាហ្នឹងគឺជាអ្វីដែលយើងហៅជាស្ថានភាពពាក់ព័ន្ធជាមួយនឹងការរៀបចំនៅប្រព័ន្ធច្បាប់របស់កម្ពុជាយើងបាទពី2003មកយើងចាប់ផ្ដើមពិនិត្យមើលឡើងវិញទៅលើអ្វីដែលជាច្បាប់របស់យើងហើយមកដល់បច្ចុប្បន្ននេះ2024រាជរដ្ឋាភិបាលអាណត្តិថ្មីបាទដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីគឺបានបំបែកនៅយើងហៅការកែតម្រង់ដាច់ដោយឡែកពីគ្នាគឺការកែតម្រង់ច្បាប់បាទដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីវង្សសេនវិសុទ្ធបនាយករដ្ឋមន្ត្រីប្រចាំការហើយការកែតម្រង់
វិស័យយុត្តិធម៌គឺ